iPhone 15 Pro Max មកដើមនេះដែរបញ្ហារបស់វាគឺអត់ចេញរូបហើយខ្ញុំបានធ្វើតេស្តអេក្រង់ដែរនៅតែអត់ចេញដែរអញ្ចឹងណាហើយខ្ញុំចាប់ផ្ដើមដោះមើលម៉ាស៊ីនវាឃើញថាម៉ាស៊ីនរបស់វានៅស៊ីនស្អាតអត់ដែលជួសជុលបន្ទាប់ពីខ្ញុំមើលម៉ាស៊ីនហើយខ្ញុំចាប់ផ្ដើមពុះបំបែកវាជា2ដើម្បីវាស់វែងខាងក្នុងរបស់វាថាវាមានឆ្លងមានអីអត់អញ្ចឹងណាមុននឹងយើងជួសជុលបន្ទាប់ពីពុះបំបែកហើយខ្ញុំចាប់ផ្ដើមវាស់ម្លុកអ៊ីសេរូបឃើញថាវាឆ្លងធ្លាក់តឡៃទៅម៉ាស់អស់អញ្ចឹងណាហើយខ្ញុំចាប់ផ្ដើមscan មើលទៅឃើញថាវាឆ្លងកង់ដង់ហើយខ្ញុំចាប់ផ្ដើមកាច់អាកង់ដង់ហ្នឹងខ្ញុំវាស់មួយសារទៀតឃើញថាវាបានតឡៃមកដូចដើមវិញហើយហ្នឹងហើយបន្ទាប់ពីយើងកាច់ហើយយើងសម្អាតវាវិញមកដើម្បីដាក់ជំនួសដោយកង់ដង់ថ្មីស្អាតអញ្ចឹងអត់ឆ្លងណាហើយកង់ដង់នឹងដែរយើងយកមកពីបត iCloud ស្អាតដែលវាអត់ឆ្លងមានបញ្ហាអីហ្នឹងដាក់ចូលវិញហ្នឹងហើយបន្ទាប់ពីយើងជួសជុលហើយឃើញថាវាដំណើរការឡើងវិញហើយបើសិនជាបងប្អូនមានបញ្ហាទូរស័ព្ទឯងអាចតាក់ទងមកបានបាទអរគុណ